បាទសួស្តីពុកម៉ែបងប្អូនទាំងអស់គ្នាថ្ងៃនេះនាំពុកម៉ែបងប្អូនទៅមើលទៅតាមដានតរេនដែលខ្ញុំដាំក្របពុកម៉ែបងប្អូនណាចាំមើលវាបានផ្លែ3ឆ្នាំជិត4ឆ្នាំពុកម៉ែបងប្អូនណានេះដើមវាហើយឆ្នាំនេះលេងបានផ្លែពុកម៉ែបងប្អូនខ្ញុំដាំក្របនេះផ្លែវាប៉ុន្តែមិនដឹងជាអីសូនីឬមិនមែនសូនីនេះផ្លែវាពុកម៉ែបងប្អូនណាផ្លែបានគួរសមដែរណាបាន6 7 8 9ជាង10ផ្លែនេះអានឹងឯងដែលដើមដែលខ្ញុំប្រៃតរេនក្របនោះនេះមើលស្លឹកវាយ៉ាងពុកម៉ែបងប្អូនមិនដឹងកដងកាត់អីគេនោះមិនដឹងប្រវត្តិតរេននេះគឺមានថ្ងៃមួយបាទខ្ញុំទៅកំពង់សោមបាទខ្ញុំទៅកំពង់សោមខ្ញុំជិះម៉ូតូទៅអញ្ចឹងណាជិះទៅខ្ញុំចូលទៅក្នុងនៅស្ទឹងឆាយយើងមកពីស្ទឹងឆាយវិញយើងចូលអង្គុយតាមតូបគេលក់តរេនចាស់ហ្នឹងគេឈប់លក់បាត់ហើយអញ្ចឹងគេបោះគេពុះឲ្យគេបោះចោលពុះឲ្យបោះចោលអញ្ចឹងទៅក៏វាដុះក៏ខ្ញុំរើសបាន6ដើមបាទបងប្អូនតែមិនដឹងជាស្អីទេវាដុះប្រហែលជាបានប្រហែលជា3ទៅ4ទឹកកម្ពស់វាហ្នឹងប្រហែល3ទឹកកូនតរេនពពេលខ្លះមិនតាន់ជ្រុះក្របល្អផងគេដុះចេញមកហ្នឹងហើយក៏យើងរើសយកមកដាក់ក្នុងថង់ដាក់ដីផ្សំវាទុកនៅក្រោមដើមចង្វក់ឥឡូវនេះធំចកាខ្ញុំដំបងបាទទុកយ៉ាងទៅយើងតម្រាំមករៀបចំដីធ្វើទីធ្លាដើម្បីដាំយូរដែរអញ្ចឹងវាអត់ងាយបានមើលវាដល់ផងស្រោចទឹកអត់បានស្រោចទឹកវាស្ងួតថង់វាងាប់អស់4ដើមណាងាប់អស់4ដើមវាជ្រុះស្លឹកក្រៀមស្វិតនៅក្នុងថង់យើងដាក់នៅក្រោមដើមឈើហ្នឹងណាតែក៏វានៅ2ដើមហ្នឹងក៏ខ្ញុំយកមកដាំនៅនេះមួយដើមហើយនៅនោះមួយដើមទៀតបងប្អូនតែនោះអត់តាន់បានផ្លែបើនោះវារៀងស្ទើវាទូចជានេះអញ្ចឹងអត់តាន់បានផ្លែក៏រកបាន2ដើមហ្នឹងហើយ2ដើមហ្នឹងក៏យកមកដាំឥឡូវឃើញលទ្ធផលបានផ្លែធំទៀតណានេះខ្លែបគេចេញមកនេះអានេះផ្លែមុនហើយមកបន្តបានអាទូចនេះទៀតនេះខ្ញុំដាំអត់បានតាន់បាន4ឆ្នាំពុកម៉ែបងប្អូន3ឆ្នាំជាងអាចថាធ្លាក់ទៅក្នុងខែ8តរៀននេះខែ8អីបាន4ឆ្នាំបាទបងប្អូនព្រោះដាំក្រោយអាពួកនេះទៀតពួកនេះបាន4ឆ្នាំនេះពួកមុនគេបានផ្លែ4ឆ្នាំហើយពួកនេះវិញនេះដើមមុន8 9ដើមហ្នឹងគឺខ្ញុំដាំបាន4ឆ្នាំវាមកដល់ខែនេះវាបាន4ឆ្នាំមួយខែបងប្អូននេះ4ឆ្នាំណាតោះហើយខ្ញុំដាំអាពួកនេះហើយបានប្រហែលដើមបានប្រហែលខែហើយបានខ្ញុំមកជួសអានេះបានខ្ញុំមិនជួសឲ្យខ្ញុំដាំប្រឡោះសៀតជាប៉ោងដាក់នោះ4ឲ្យដាក់សៀតប្រឡោះកដាល4សៀតប្រឡោះកដាលបាទប៉ុន្តែពេលទៅវាទៅដល់នេះបាទបងប្អូនឥឡូវនេះហើយតែរៀនដាំក្របបងប្អូននេះមេឃតិចតួចអញ្ចឹងណាតែមិនបាច់ឡើងអត់បាក់នេះរឹងតាន់ហ្មងបងប្អូនអត់ដូចអាតារៀនយើងផ្សាំណានេះដងវាគឺចេញមកធម្មជាតិដូចដើមឈើព្រៃហ្នឹងក្រហមភើកហើយឡងតាន់ហើយបានផ្លែបាទប្រវត្តិវាគឺសេវទុកហើយបាទបងប្អូនថាតារៀននេះគឺយើងរើសមកពីស្ទឹងឆាយបាទផ្លូវជាតិលេខ4យើងទៅកំពង់សោមហ្នឹងយើងមិនទៅពីខាងពីពេញទៅពីខ្ញុំទៅពី47នេះទៅมันទៅដល់មានស្ពានមួយបាទហួសស្ពាននឹងតិចទៅខាងឆ្វេងដៃបាទបើយើងទៅពីតាមពី47ផ្លូវជាតិលេខ4ពេញណាបើតិចខាងឆ្វេងដៃហ្នឹងហួសស្ពានហ្នឹងវាមានតាមមួយជួរហ្នឹងគេធ្វើតូបលក់តរេនបាទមានចកាគេនៅក្នុងតែចកាឃើញចកាគេឡូននៅខាងនោះដូចជាងាប់អស់ហើយដល់សុំមានអ្នកថែបាទគេអត់ដាំទៀតហ្នឹងទៅក៏រើសយកមកដាំបាទហើយខ្ញុំតែធ្វើវីដេអូមុនប្រាប់បងប្អូនថាតារេននេះគឺខ្ញុំដាំក្របអញ្ចឹងណាបាទ
đôi ta đến prey chẳng rơi mầm đang pui ấy mà để rồi đứt cái đom bộ cái đong cắt hỏng đằng mà lại vì mò cao vì mò trung hay thom thom á tụi bọn bạn đừng nó ở con vùng buồn tay nhiệt thôi video update thì รื่อยๆในการบ้านยังมาเล่าเวียปุ่นนี้ใบชะน้ำเจียงนะปุ่นบุญและดอกแค่ผมมวยใครผมมวยนี่บานบุญชะน้ำทีนี้ดำบวกกรอมไปก่อนบ่าฝากโดยเฉลี่ยในแค่บุญนะแค่บุญปีแค่เดียดบานบุญชะน้ำมาทีนี้เราแต่ใบชะน้ำดอกแค่ปีแค่เดียดพลาได้บุญมันพลาชานะเวรียนพลาดังพลาตัวชาดังพลาตัวติ๊กออกก้นบุญบายบาย